បាទជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ខ្ញុំបាទនៅក្នុងមេរៀននេះគឺយើងនឹងជជែកគ្នាអំពីអឺ determiner បាទតើអ្វីទៅជា determiner នៅក្នុងភាសាអង់គ្លេសខ្ញុំគិតថាបងប្អូនខ្លះគឺបានស្គាល់ហើយ determiner ហើយជាដោយឡែកបងប្អូនមួយចំនួនមិនទាន់បានអាចថាថ្មីភាគច្រើនគឺបងប្អូនស្គាល់ហើយប៉ុន្តែគាត់ថាយើងអត់ដឹងថាទាំងអស់ហ្នឹងយើងហៅឈ្មោះថា determiner បាទអញ្ចឹងក្នុងមេរៀននេះក៏បងប្អូនតាមដានជាមួយខ្ញុំពីដើមរហូតដល់ចប់នៃវីដេអូខ្ញុំនឹងបង្ហាញថាអ្វីទៅជា determiner ហើយមានអីខ្លះហើយតើហេតុអីបានយើងប្រើ determiner ទាំងអស់ហ្នឹងបាទតែយើងចាប់ផ្ដើមមើលទៅលើនិយមន័យជាភាសាអង់គ្លេសទាំងអស់គ្នា Determiners are words like the, this, my, some, and for that come before nouns to specify them, indicating if they are known, unknown, unique, general, possessive, or quantified. Essentially, clarifying which or how many of the noun are being discussed, acting like limiting attitudes by narrowing focus rather than describing qualities តើអញ្ចឹងយើងប្រែជាភាសាខ្មែរថា determiner គឺជាពាក្យដូចជាមានដូចជា the this my some and for បាទដែលវាមានទីតាំងនៅមុខនាមដើម្បី specify មានន័យថាបញ្ជាក់ specify គឺថាកំណត់ឲ្យច្បាស់កំណត់នាមហ្នឹងឲ្យច្បាស់បាទ indicating if they are បង្ហាញថាតើនាមទាំងអស់ហ្នឹងត្រូវបានស្គាល់ឬក៏មិនបានស្គាល់មានភាព unique មានន័យថាមានភាពប្លែកពីគេ general ជាទូទៅ possessive នៃកម្មសិទ្ធិឬក៏ចំនួនហើយសំខាន់ទៀតនោះគឺបញ្ជាក់ឲ្យច្បាស់ណាតើមួយណាឬក៏ប៉ុន្មាននាមហ្នឹងមួយណាហើយនឹងនាមចំនួនប៉ុន្មានត្រូវបានលើកយកមកពិភាក្សាវាដើរតួដូចជាគុណនាមអញ្ចឹងបាទដើរតួដូចជាគុណនាម adjective ដោយវាធ្វើការផ្ដោតទៅលើ narrowing focus rather than មានន័យថាវាផ្ដោតផ្ដោតចង្អៀតជាងបាទ narrowing មានន័យថាផ្ដោតចំជាងបាទមានន័យថាកំណត់មានការកំណត់នឹងច្បាស់លាស់ជាងបាទជាជាងការពិពណ៌នាអំពីគុណភាព qualities បាទអញ្ចឹងខ្ញុំសូមពន្យល់បន្តិចបាទហើយបងប្អូនអាចនឹងមិនបងប្អូនប្រហែលជាមិនអាចយល់នៅពេលដែលអានហ្នឹងគឺថា determiner គឺជាពាក្យដូចជា the this my some your មានអីផ្សេងច្រើនទៀតហ្នឹងហើយវាដើរតួដើម្បីវាឈរនៅមុខនាមដើម្បីបញ្ជាក់ឬក៏កំណត់នាមហ្នឹងថាកំណត់អីខ្លះកំណត់ថាគេស្គាល់ឬក៏មិនស្គាល់កំណត់ពីភាពដោយឡែកកំណត់ពីកម្មសិទ្ធិឬក៏កំណត់ជាពិសេសនោះគឺចំនួនបាទហើយវាឆ្លើយតបទៅនឹងអាចសំណួរសួរថាមួយណាឬក៏ប៉ុន្មានភាគច្រើនបាទមួយណាឬក៏ប៉ុន្មានហើយចំណែកឯគុណនាមវិញនោះគឺដើរតួជា
bây giờ này ở niệm đấy tại cái đào quân ở niệm cứ đào từ lứa cao bị bỏ niệm bị quân ở phiệp đôi giờ có hom lọ bùa so khmau nhưng rồi có cọ xa trên chân tay bà ta determiner គឺដល់ទៅលើចំនួនដល់ទៅលើភាពជាកម្មសិទ្ធិបាទជាជាងនៅគុណភាពបាទអញ្ចឹងអាចថាច្រឡំគ្នាដែរដោយសារទីតាំងវាដូចគ្នាបាទទីតាំងនៅមុខនាមដូចគ្នាប៉ុន្តែនៅពេលដែលបងប្អូនសិក្សាជាមួយខ្ញុំពីប្រភេទ determiner បងប្អូននឹងយល់កាន់ច្បាស់បងប្អូននឹងអាចញែកបានអូខេអញ្ចឹងប្រភេទ determiner យើងមានចំនួន6គឺទី1 articles article យើងមាន and បាទមាន3ណាឬក៏មួយទៀតគេហៅថា zero article ហើយទី2 demonstratives demonstrative this that this those ទី3 possessive my your his quantifiers យើងមាន some many few numbers 1 2 3 4 5 ហ្នឹង distributive mean each every either ហើយមានពាក្យផ្សេងទៀតអញ្ចឹងប្រភេទទាំងអស់យើងមាន6ហ្នឹងមាន article demonstrative possessive quantifier number ហើយនិង distributive អញ្ចឹងយើងសិក្សាមួយប្រភេទនីមួយៗដែលតម្លៃពីគ្នាបាទទី1យើងអ្វីទៅជា article បាទ article និយមន័យខ្លីគឺថា specify definiteness យើងប្រើថាភាពច្បាស់លាស់អញ្ចឹង article គឺបញ្ជាក់នូវភាពច្បាស់លាស់យើងមានពីរប្រភេទគឺមាន definite ហើយមួយទៀតindefinite definite article ហើយនិង indefinite article definite យើងមានពាក្យ the បាទ the ហ្នឹងគឺ definite ដូចជាថា the book definite ហ្នឹងប្រែថាច្បាស់បាទច្បាស់ the book មានន័យថា known ត្រូវបានស្គាល់ច្បាស់ថាមួយណាហើយ indefinite មិនច្បាស់ earn a book earn apple ចឹងគេនិយាយលក្ខណៈជាទូទៅ general តែបើ definite មានន័យថាសំដៅទៅលើអ្វីដែលយើងស្គាល់ច្បាស់ឬក៏អ្វីដែលយើងលើកឡើងហ្នឹងគឺអ្នកផ្សេងដែលស្ដាប់យើងគាត់ស្គាល់ដែរថាមួយនឹងបាទដូចថាយើងនិយាយថា the book ជំនឿថាសភៅមួយណាច្បាស់ហើយថាសភៅខ្ញុំទៅតែទិញឬក៏សភៅអីផ្សេងដែលអ្នកភាសាគ្នាស្គាល់ទាំងពីរនាក់តែបើ earn គឺជា general ជាទូទៅចឹងអត់កំណត់ថាមួយណាទេបាទប្រភេទទី2គឺ demonstrative point out specific noun មានន័យថាបង្ហាញនៅនាមជាក់លាក់ណាមួយ demonstrative យើងមានដូចជា this that these those បាទ this car those houses this that នោះ this ទាំងនេះ those ទាំងនោះបាទមានឡាននេះផ្ទះទាំងនោះអញ្ចឹងបាទអញ្ចឹងក៏មានន័យបង្ហាញនៅឬក៏ប្រាប់ឬក៏ចង្អុលទៅនាមដែលជាក់លាក់បាទណាមួយយើងហៅថា demonstrative ទី3 possessive show ownership អញ្ចឹង possessive គឺបង្ហាញនៅភាពជាម្ចាស់ ownership តែយើងនិយាយថា my your his her its our theirs whose my dog their house អញ្ចឹងមកអញ្ចឹងពាក្យទាំងអស់នេះគឺជា possessive ហើយបាទ possessive determiner ហើយយើងទៅមួយទៀតគឺ quantifiers
សូមបញ្ជាក់ដែរកន្លែង possessive នេះជួនកាលយើងប្រើជាហៅថាប្រភេទនៃ attitude ដែរ possessive attitude my your his her របស់ខ្ញុំអ្នកនឹង quantifiers indicate quantity or amount បាទ quantifier បង្ហាញនៅចំនួនបាទឬក៏បរិមាណ quantity or amount ចំនួនឬក៏បរិមាណ some any much many few all no some water many people បាទអញ្ចឹងពាក្យទាំងអស់នេះហៅថា quantifier បង្ហាញពីបរិមាណ some ខ្លះ any ខ្លះ much ច្រើន many ច្រើន few បន្តិច all ទាំងអស់ no អត់មានបាទយើងទៅមួយទៀតគឺ numbers និយាយពី number cardinal ឬ ordinal បាទ specify exact count or order ជាង cardinal បងប្អូនស្គាល់ cardinal number និង ordinal number ចឹងបញ្ជាក់អំពីការរាប់ជាក់លាក់ឬក៏លេខរៀងបាទ order ខ្ញុំប្រើថាលេខរៀងតាមលំដាប់1 2 3 cat ចឹង1 2 3គឺជា cardinal number ឬក៏ ordinal number បងប្អូនបាទ first ទី1 second ទី2 last ចុងក្រោយ the first person មនុស្សទី1បាទអញ្ចឹងលេខយើងមាន2មាន cardinal ហើយនឹង ordinal number ដែល cardinal number គឺយើងប្រាប់ពីចំនួនបាទហើយចំណែក ordinal number គឺយើងបញ្ជាក់អំពីលំដាប់លំដោយលេខរៀងបាទអញ្ចឹង first second last នេះយើងចាត់ចូលក្នុង ordinal number ហើយ cardinal number 1 2 3 4 5 6 7 8 9 10 អញ្ចឹងទៅបាទប្រភេទមួយទៀតគឺ distributive refer to individual within a group សំដៅទៅគុលម្នាក់នៅក្នុងក្រុមមួយបាទគុលម្នាក់អញ្ចឹងនៅក្នុងក្រុមមានច្រើនគ្នាយ៉ាងនេះគឺសំដៅទៅលើបុគ្គលនៅក្នុងក្រុមហ្នឹងដូចថា each every either neither both have each student both options តាមហ្នឹងបាទចឹងពាក្យ each every either neither both have ហ្នឹងគឺយើងហៅថា contributors បាទហើយចំណុចចុងក្រោយគឺ interrogative use in questions ចឹងយើងមាន interrogative ជាប្រភេទសំណួរហើយយើងប្រើនៅក្នុងសំណួរបាទអញ្ចឹង interrogative មាន what which whose បាទ whose នឹងរបស់នរណាចឹងនេះគឺជាប្រភេទនៃ determiner បងប្អូនអាចជួបប្រទះបាទគិតថាបងប្អូនប្រើប្រាស់ភាសាអង់គ្លេសអានភាសាអង់គ្លេសរៀនភាសាអង់គ្លេសគឺជួបហើយបាទពាក្យទាំងអស់នេះគឺគេញផុតទេគឺជួបទាំងអស់ហើយគ្រាន់តែពេលខ្លះបងប្អូនមិនដឹងថាវាស្ថិតនៅក្នុងចង្កោមនៃ determiner បាទអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញឲ្យបងប្អូនស្គាល់បាទស្គាល់ហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ឲ្យខ្ញុំធ្វើវីដេអូនិយាយលម្អិតពីប្រភេទ determiner មួយហ្នឹងបងប្អូនអាច comment នៅក្នុង column comment ទៅបើសិនជាមានបងប្អូនសំណពរច្រើនខ្ញុំនឹងធ្វើពីមេរៀនលម្អិតពីប្រភេទមួយហ្នឹងដើម្បីចែកជូនដល់បងប្អូនបានសិក្សាស្រាវជ្រាវបន្ថែមទៀតបាទអញ្ចឹង
វីដេអូនេះសន្មតតែចប់ត្រឹមប៉ុណ្នេះអរគុណច្រើនបងប្អូនហើយជូនពរបងប្អូនទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ជួបគ្នានៅក្នុងវីដេអូក្រោយ